បងប្អូនឡើងដល់ខ្នោតឥឡូវខ្ញុំកំពុងតែរងចាំគេយកទៅខ្នោតឃើញស្រក់តើបងឃើញបងគេស្រក់ដល់តាទឹកច្រើនមកនេះខ្ពស់មកហើយចូល20ម៉ែត្រចឹង40ម៉ែត្រយ៉ាងច្រើនបាទសួស្តីបងម៉ែបងប្អូនថ្ងៃនេះយើងមកលេងកន្លែងផលិតប៊ីជីចុងធាំងហៅតាមផលិតទឹកខ្នោតណាបាទចុងធាំងហ៎បាទយើងមកលេងកន្លែងផលិតទឹកខ្នោតផ្អែមហ៎អត់ដល់ប៊ីជីចុងធាំងទេយើងមកទឹកខ្នោតប៉ុន្តែទឹកខ្នោតអត់ទាន់ដល់ក្រោមតិចទៀតបានដល់ឥឡូវយើងកំពុងរងចាំហើយយើងមើលស្ថានភាពក្នុងកំពង់វាអត់ទាន់ទឹកខ្នោតទេតែយើងចាំនៅលេងទៅនិយាយមើលតែខ្លួនឯងឡើងខ្នោតយើងមកលេងតាអត់យើងមកលេងផ្សេងហើយយើងចាំមើលអ្នកឡងខ្នោតទៅលើផ្សេងតែមានធម្មតាណាហើយកន្លែងខ្ពស់ណាណាបងសុកណាណាបើយើងនិយាយថានៅខេត្តសៀមរាបនៅជិតពលានគេបង្កើតថ្មីហើយនៅចំកណ្ដាលវាលស្រែហ្មងអាហ្នឹងក្តៅល្អពិសេសហើយទេសភាពពេលល្ងាចក៏ត្រជាក់ដែរព្រោះឥឡូវយើងបានភ្លេង1មេ2មេនៅដើមខែ3របស់យើងបើនេះក្រុងអ្នកស្រែឃើញមុខមាត់ទេខ្មៅកញីហើយសក់កញ្ញាញ់ហើយមុខសលេវអរគុណបងអរគុណមកនេះអត់មែននេះទេបងអត់មានដាក់ឲ្យនេះកត់ណាបើមិញអស់មកតាជួយមកវូទឹកខ្នោតគេមកហូបចាក់នៅផ្តាលីហូបមិនមកឆាញ់នឹងពួងហូបទាំងពួងហ៎ឆ្ងាញ់ក្លិននឹងពួងអត់អបពួងស្រស់ទេនេះធ្វើដល់ស្រែនេះទៅបាទបងបាទអរគុណច្រើនហើយមិនចិត្តនេះចុះនោះវិញចុះនោះអូតាមប្រមាណពងមកចាំមានពងសៃផងពងជួផងជួនវាហ៊ីជួនទឹកច្រើននេះព្រឹកណាមកលីកឡើងនេះពេញហ្នឹងចិត្តពេញហ្នឹងពងសៃហ៎បងពងសៃនោះគឺចិត្តពេញផ្អែមនេះទឹកខ្នោតនៅមកគេឆ្ងាញ់នេះអាកៅធំបងប្អូននេះទឹកខ្នោតស៊ីនណានេះឡើងស៊ីនធ្វើឲ្យហើយមានទឹកខ្នោតអាយគឺស៊ីនហ្មងឡើងភ្លាមផឹកភ្លាមខ្ញុំចង់ឲ្យបាយឡើងតាមគាត់ដែរអង្គុយលេងលើដើមថ្នោតឡើងសួរលឺអូយឆ្ងាញ់មែនទេខ្ញុំខាំផឹកថ្នោតយូរហើយអាថ្នោតស៊ីនណាអានេះយើងផឹកតែមួយពងទេយកអត់មានពងលីគ្នាទេជួយ